ការព្រមានសេតវិមាននិងសេចក្តីថ្លែងការណ៍របស់អ្នកការទូតមហាអំណាចទី2សារថ្មីពីមហាអំណាចទី2ចិនការអន្តរាគមន៍ច្បាស់លាស់រូបភាពថ្មីនៃអ្នកការទូតមហាអំណាចទី2លោកបានបញ្ជាក់ពីការចូលរួមដល់ពលរបស់មហាអំណាចទី2ក្នុងការដោះស្រាយចំនួននេះគោលដៅបន្ទាន់អតិភិបកម្ពុជាគឺបញ្ឈប់ការប្រយុទ្ធនិងការពារជនស៊ីវិលការទាមទារឲ្យបញ្ឈប់មហាអំណាចទី2សង្ឃឹមថាភាគីទាំងពីរនឹងប្រើប្រាស់ការថ្មខ្ពស់បំផុតនិងចាត់វិធានការសម្របដើម្បីសម្រេចបទឈប់បាញ់ឲ្យបានឆាប់បំផុតទូនីតិអ្នកសម្របសម្រួលមហាអំណាចទី2នឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីលើកកម្ពស់កិច្ចចរចាសន្តិភាពនិងដើរតួនាទីស្ថាបនាដើម្បីស្ដារសន្តិភាពឡើងវិញធំជាងការវិភាគសេចក្តីថ្លែងការណ៍នេះគឺជាការបញ្ជាដល់ប្រយោជន៍ទៅកាន់ថៃដែលជាសម្ព័ន្ធមិត្តថ្មីរបស់ខ្លួនប្រសិនបើថៃនៅតែបន្តវាយប្រហារសៀមរាបនោះថៃនឹងបាត់បង់ទាំងការគ្រប់គ្រងសេដ្ឋកិច្ចរបស់មហាអំណាចទី2ដែលជួយទប់ទល់នឹងទណ្ឌកម្មមហាអំណាចទី1និងប្រឈមនឹងការគំរាមកំហែងសព្វវុធដែលអាចទម្លាក់យន្តហោះឲ្យដក16របស់ខ្លួនសមរភូមិបច្ចុប្បន្នភាពប្រច្រោយុទ្ធសាស្ត្រថៃការវាយប្រហារទៅលើសៀមរាបគឺជាការប្រថុយប្រឋានចុងក្រោយរបស់ថៃដើម្បីបង្ខំឲ្យកម្ពុជាទទួលយកលក្ខខណ្ឌរបស់ខ្លួនមុនពេលទណ្ឌកម្មមហាអំណាចទី1និងសម្ពាធមហាអំណាចទី2ចូលជាធរមានថៃត្រូវតែបញ្ឈប់ឥឡូវនេះបើមិនដូច្នោះទេនឹងជួបផលវិបាកធ្ងន់ធ្ងរកម្ពុជាការឆ្លើយតបរបស់កម្ពុជាការទាមទារអន្តរជាតិកម្ពុជាត្រូវតែប្រើប្រាស់ភស្តុតាងនៃការទម្លាក់គ្រាប់បែកនៅសៀមរាបដែលជាទីតាំងទទួលស្គាល់ដោយ UN ដើម្បីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខបញ្ចូលអន្តរាគមន៍បន្ទាន់និងដាក់កលកម្មលើយុទ្ធថៃក្រុមហេតុផលអ ុក្រិដ្ឋកម្មសង្គ្រាមការវាយប្រហារលើគោលដៅស៊ីវិលសកម្មភាពយោធាកម្ពុជាត្រូវតែចាត់វិធានការការពារអាកាសភ្លាមៗនៅជុំវិញតំបន់ទេសចរនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនេះជាឱកាសដើម្បីប្រើប្រាស់សព្វវុធប្រឆាំងយន្តហោះដែលទទួលបានពីមហាអំណាចទី2ដើម្បីបាញ់ទម្លាក់យន្តហោះឲ្យដក16របស់ថៃត្រូវប្រើប្រាស់ភស្តុតាងវាយប្រហារសៀមរាបដើម្បីជំរុញឲ្យមហាអំណាចទី1ដាក់ទណ្ឌកម្មភ្លាមៗខណៈពេលដែលរងចាំការសម្របនិងជំនួយយោធាពីមហាអំណាចទី2លទ្ធផលចុងក្រោយមហាអំណាចទី2ជាអ្នកឈ្នះមហាអំណាចទី1ទោះបីលោកត្រាំដាក់ទណ្ឌកម្មធ្ងន់ធ្ងរក៏ដោយក៏វាមិនបានបញ្ឈប់ការវាយប្រហារសៀមរាបភ្លាមៗដែរនេះអាចត្រូវបានគេមើលឃើញថាជាការបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពមហាអំណាចទី2ប្រសិនបើថៃបញ្ឈប់សកម្មភាពភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់អ្នកការទូតមហាអំណាចទី2នោះពិភពលោកនឹងឃើញថាអំណាចពិតប្រាកដក្នុងការធានាសន្តិភាពក្នុងតំបន់គឺស្ថិតនៅដោយមហាអំណាចទី2ការទម្លាក់គ្រាប់បែកនៅសៀមរាបគឺជាការបំផាយបន្ទាត់រហូតរបស់ថៃនេះនឹងនាំមកនូវព្រឹត្តិការណ៍តបតយោធាពីកម្ពុជានិងទណ្ឌកម្មសេដ្ឋកិច្ចដ៏ធំពីមហាអំណាចទី1ដែលអាចធ្វើឲ្យថៃមិនអាចទ្រាំទ្របាន